សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ជាកន្លែងដែលយើងចែករំលែកចំណេះដឹងនិងការណែនាំដ៏មានប្រយោជន៍ថ្ងៃនេះថ្ងៃទី27ខែឧសភាឆ្នាំ2025នៅម៉ោង 11:08 នាទីព្រឹកយើងនឹងនិយាយអំពីចំណេះដឹងទូទៅអំពីការគ្រប់គ្រងពេលវេលាវិធីអភិវឌ្ឍខ្លួនឯងនិងទម្លាប់ដែលជួយឲ្យជីវិតជោគជ័យប្រសិនបើអ្នកចង់ធ្វើឲ្យថ្ងៃរបស់អ្នកមានផលខ្លាំងក្លានិងឈានទៅរកជោគជ័យវីដេអូនេះគឺសម្រាប់អ្នកតោះកុំភ្លេច Like និង Subscribe ឯណាផ្នែកទី1ចំណេះដឹងអំពីការគ្រប់គ្រងពេលវេលាការគ្រប់គ្រងពេលវេលាគឺជាជំនាញសំខាន់បំផុតសម្រាប់ជីវិតជោគជ័យនៅឆ្នាំ2025ជីវិតរបស់យើងបានក្លាយជាការប្រកួតប្រជែងជាមួយនឹងការងារការសិក្សានិងទំនួលខុសត្រូវផ្សេងៗដើម្បីគ្រប់គ្រងពេលវេលាឲ្យបានល្អយើងត្រូវមានផែនការច្បាស់លាស់គន្លឹះទី1ធ្វើផែនការប្រចាំថ្ងៃចាប់ផតាមកថ្ងៃរបស់អ្នកជាមួយនឹងតារាងកាលវិភាគប្រើកម្មវិធី Digital ដូចជា Google Calendar ឬ Notion ដើម្បីបែងចែកពេលវេលាសម្រាប់សកម្មភាពនីមួយៗឧទាហរណ៍អ្នកអាចកំណត់ពេលម៉ោង8ព្រឹកដល់ម៉ោង12ថ្ងៃសម្រាប់ការងារសំខាន់ៗដូចជាការសរសេរឯកសារឬឆ្លើយអ៊ីមែលបន្ទាប់មកកំណត់ម៉ោង1ដល់ម៉ោង2រសៀលសម្រាប់អាហារថ្ងៃត្រង់និងការសម្រាកហើយម៉ោង6ល្ងាចដល់ម៉ោង7ល្ងាចសម្រាប់ការហាត់ប្រាណឬដើរលេងជាមួយគ្រួសារការមានផែនការច្បាស់លាស់ជួយឲ្យអ្នកមិនខ្ជះខ្ជាយពេលវេលានិងអាចសម្រេចកិច្ចការបានច្រើនជាងមុនគន្លឹះទី2កំណត់អាទិភាពកិច្ចការមិនមែនគ្រប់កិច្ចការទាំងអស់សុទ្ធតែសំខាន់ស្មើគ្នានោះទេប្រើវិធីសាស្ត្រ Pareto ឬហៅថា80/20 Rule ដែលនិយាយថា 20% នៃកិច្ចការរបស់អ្នកនឹងផតលើលទ្ធផល 80% នៃជោគជ័យរបស់អ្នកឧទាហរណ៍ប្រសិនបើអ្នកជាសិស្សការរៀនសម្រាប់ប្រឡងគឺជាកិច្ចការសំខាន់ជាងការលេងហ្គេមប្រសិនបើអ្នកធ្វើការងារការបញ្ចប់របាយការណ៍អាចជាអាទិភាពជាងការឆែកមើលសារនៅលើ Social Mediaដើម្បីជួយរៀបចំអាទិភាពអ្នកអាចប្រើកម្មវិធីដូចជា Trello ឬ Microsoft To Do ដើម្បីបែងចែកកិច្ចការទៅជាប្រភេទសំខាន់មធ្យមនិងមិនសូវសំខាន់គន្លឹះទី3កាត់បន្ថយការរំខានការរំខានគឺជាសត្រូវធំបំផុតនៃការគ្រប់គ្រងពេលវេលានៅឆ្នាំ2025 Social Media និងការជូនដំណឹងពីទូរស័ព្ទអាចធ្វើឲ្យអ្នកបាត់បង់ការផតអារម្មណ៍ដើម្បីដោះស្រាយបញ្ហានេះសូមបិទការជូនដំណឹងទាំងអស់នៅពេលអ្នកធ្វើការសំខាន់ឧទាហរណ៍ប្រសិនបើអ្នកកំពុងសរសេរអត្ថបទសូមបិទកម្មវិធីដូចជា Telegram ឬ WhatsApp ជាបណ្ដោះអាសន្នបន្ថែមពីនេះសូមកំណត់ពេលសម្រាកខ្លីៗឧទាហរណ៍ធ្វើការរយៈពេល45នាទីហើយសម្រាក15នាទីដើម្បីឲ្យខួរក្បាលរបស់អ្នកមានភាពស្រស់ថ្លាវិធីនេះហៅថា Pomodoro Technique ដែលជួយបង្កើនផលខ្លាំងក្លាដល់អ្នកផ្នែកទី2វិធីអភិវឌ្ឍខ្លួនឯងការអភិវឌ្ឍខ្លួនឯងគឺជាដំណើរការដែលជួយអ្នកឲ្យក្លាយជាមនុស្សកាន់តែប្រសើរវិធីទី1គឺការរៀនជាប្រចាំ Lifelong Learning នៅឆ្នាំ2025មានវេទិកាអនឡាញជាច្រើនដែលផតលើមេរៀនឥតគិតថ្លៃដូចជា Coursera, Udemy ឬ Khan Academyឧទាហរណ៍ប្រសិនបើអ្នកចង់រៀនជំនាញថ្មីដូចជាការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឬការសរសេរកម្មវិធីអ្នកអាចចំណាយពេល30នាទីក្នុងមួយថ្ងៃដើម្បីរៀនតាមអនឡាញការរៀនជាប្រចាំជួយឲ្យអ្នកបន្តអភិវឌ្ឍជំនាញនិងត្រៀមខ្លួនសម្រាប់ឱកាសថ្មីៗវិធីទី2កំណត់គោលដៅ SMART គោលដៅដែលច្បាស់លាស់ជួយឲ្យអ្នកមានទិសដៅប្រើវិធី SMART ដែលគោលដៅត្រូវតែ specific ជាក់លាក់ងាយស្រួលវាបានអាចជាពេលអាចសម្រេចបានបានតាក់ទងនឹងថែមវងមានពេលកំណត់ឧទាហរណ៍ជំនួសឲ្យការនិយាយថាខ្ញុំចង់រៀនភាសាអង់គ្លេសអ្នកអាចកំណត់គោលដៅថាខ្ញុំនឹងរៀនពាក្យថ្មី10ពាក្យជាភាសាអង់គ្លេសក្នុងមួយសប្តាហ៍ក្នុងរយៈពេល3ខែដើម្បីឲ្យខ្ញុំអាចប្រើបានក្នុងការងារការកំណត់គោលដៅបែបនេះជួយឲ្យអ្នកមានការលើកទឹកចិត្តនិងអាចតាមដានវឌ្ឍនភាពរបស់អ្នកបានវិធីទី3ស្វែងរកគ្រូណែនាំការមានគ្រូណែនាំmentorអាចជួយអ្នកឲ្យឈានទៅមុខបានលឿនជាងគ្រូណែនាំគឺជាមនុស្សដែលមានបទពិសោធន៍ច្រើនជាងអ្នកនៅក្នុងវិស័យដែលអ្នកចង់ជោគជ័យ
ឧទាហរណ៍ប្រសិនបើអ្នកចង់ក្លាយជាអ្នកជំនួញសូមស្វែងរកអ្នកជំនួញដែលជោគជ័យហើយសួរពួកគេពីរបៀបដែលពួកគេបានចាប់ផតតាមមកអាជីវកម្មរបស់ពួកគេ នៅឆ្នាំ2025វេទិកាដូចជា LinkedIn អនុញ្ញាតឲ្យអ្នកភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញជាច្រើនដែលអាចជួយណែនាំអ្នកបាន ផ្នែកទី3ទម្លាប់ដែលជួយឲ្យជីវិតជោគជ័យ ទម្លាប់ល្អគឺជាមូលដ្ឋានគ្រឹះនៃជីវិតជោគជ័យ ទម្លាប់ទី1គឺការបង្កើតទម្លាប់ពេលព្រឹក Morning Routine ក្រោកពីដំណេកនៅម៉ោង6ព្រឹកហើយចាប់ផតតាមមកថ្ងៃជាមួយនឹងការធ្វើលំហាត់ដកដង្ហើម5នាទីដើម្បីឲ្យខួរក្បាលមានអុកស៊ីសែនគ្រប់គ្រាន់ បន្ទាប់មកញ៉ាំអាហារពេលព្រឹកដែលមានសុខភាពល្អដូចជាផ្លែឈើស្រស់និងនំបងងគ្រាប់ធញ្ញជាតិ ការចាប់ផតតាមមកថ្ងៃជាមួយនឹងទម្លាប់ល្អជួយឲ្យអ្នកមានថាមពលនិងផតតអារម្មណ៍បានច្រើនជាងមុន ទម្លាប់ទី2គឺការអានរៀងរាល់ថ្ងៃ ការអានសៀវភៅអភិវឌ្ឍខ្លួនឯងដូចជា Atomic Habits របស់ James Clear ឬ The 7 Habits of Highly Effective People របស់ Stephen Covey តលោឲ្យអ្នកនៅគំនិតថ្មីៗនិងការលើកទឹកចិត្ត ឧទាហរណ៍ក្នុងសៀវភៅ Atomic Habits អ្នកនឹងរៀនពីរបៀបបង្កើតទម្លាប់តូចៗដូចជាការសរសេរគំនិតហេតុ5នាទីក្នុងមួយថ្ងៃដែលនឹងផ្លាស់ប្តូរជីវិតរបស់អ្នកបន្តិចមកតៗ ចំណាយពេល20នាទីក្នុងមួយថ្ងៃដើម្បីអានហើយអ្នកនឹងឃើញភាពខុសគ្នាក្នុងរយៈពេល1ខែ ទម្លាប់ទី3គឺការសរសេរផែនការមុនចូលគេង រៀងរាល់យប់សូមចំណាយពេល5នាទីដើម្បីសរសេរកិច្ចការ3ត្រេ5ដែលអ្នកត្រូវធ្វើនៅថ្ងៃស្អែក ឧទាហរណ៍សរសេរថាសម្អាតផ្ទះ30នាទី ឆ្លើយអ៊ីមែលការងារ និងហាត់ប្រាណ20នាទី ការធ្វើបែបនេះជួយឲ្យអ្នកចាប់ផតតាមមកថ្ងៃថ្មីដោយមានគោលដៅច្បាស់លាស់និងមិនភ្លេចកិច្ចការសំខាន់ៗ ផ្នែកទី4បច្ចេកវិទ្យានិងសហគមន៍នៅឆ្នាំ2025 នៅឆ្នាំ2025បច្ចេកវិទ្យាបានជួយយើងគ្រប់គ្រងជីវិតបានកាន់តែងាយស្រួល ឧទាហរណ៍កម្មវិធី AI ដូចជា Todoist ឬ Notion អាចជួយរៀបចំកិច្ចការប្រចាំថ្ងៃនិងផតលោការរំលឹកដល់អ្នក បន្ថែមពីនេះការចូលរួមក្នុងសហគមន៍អនឡាញដូចជាក្រុមអភិវឌ្ឍខ្លួននៅលើ Facebook ឬ Reddit អាចជួយអ្នករៀនពីអ្នកដទៃ ឧទាហរណ៍ក្រុមនៅលើ Reddit ដូចជា Productivity ចែករំលែកគន្លឹះអំពីការគ្រប់គ្រងពេលវេលានិងទម្លាប់ល្អៗ ផ្នែកទី5ឧទាហរណ៍ជាក់ស្ដែង តោះមើលឧទាហរណ៍ពីជីវិតពិត លោកសុភ័ក្រជាបុគ្គលិកក្រុមហ៊ុនមួយនៅភ្នំពេញធ្លាប់មានបញ្ហាគ្រប់គ្រងពេលវេលាដែលធ្វើឲ្យគាត់តែងតែធ្វើការយឺតនិងខកខានជួបជុំគ្រួសារ បន្ទាប់ពីគាត់បានអនុវត្តគន្លឹះទាំងនេះដូចជាការប្រើ Google Calendar ដើម្បីរៀបចំផែនការនិងការកំណត់អាទិភាពការងារសំខាន់ជាមុនគាត់បានអាចសម្រេចការងារទាន់ពេលនិងមានពេលទំនេរសម្រាប់គ្រួសារ គាត់ក៏បានចាប់ផតតាមមកអានសៀវភៅអភិវឌ្ឍខ្លួននិងរៀនជំនាញថ្មីដែលធ្វើឲ្យគាត់ទទួលបានការដំឡើងតំណែងក្នុងរយៈពេល6ខែ ផ្នែកទី6សេដ្ឋកិច្ចនិងអត្ថប្រយោជន៍ យោងតាមការសិក្សាមួយនៅឆ្នាំ2025មនុស្សដែលគ្រប់គ្រងពេលវេលាបានល្អមានផលខ្លាំងក្លាកើនឡើង 40% និងមានភាពតានតឹងតិចជាង 30% បើប្រៀបធៀបជាមួយអ្នកដែលមិនមានផែនការ ការអភិវឌ្ឍខ្លួនជាប្រចាំក៏ជួយឲ្យអ្នកមានឱកាសទទួលបានការងារល្អជាង 25% និងបង្កើនជំនាញដែលទីផ្សារត្រូវការ